បងប្អូនវីដេអូថ្ងៃនេះគឺខ្ញុំចេញមកសុំហ្មងខ្ញុំសុំចិត្តចំពោះបងប្អូនអ៊ំពូមីងនិយាយតាបើសិនជាឃើញកូនក្មេងដែលមានបញ្ហារឿងផ្នែកសលៀងសូមកុំនិយាយចំអកឬក៏និយាយលេងសើចជាមួយនឹងបញ្ហាផ្នែករបស់គាត់ព្រោះអីចំពោះបងប្អូនអាចគិតថាវាជាការលេងសើចយើងមិនមានចេតនាអាក្រក់អីទេក៏ប៉ុន្តែចំពោះបុគ្គលដែលគាត់មានបញ្ហាហ្នឹងឬក៏កូនក្មេងដែលគាត់មានបញ្ហាហ្នឹងវាគឺជាពាក្យសម្ដីមួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ខ្លាំងមែនទែនដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ខុសពីគេឬក៏ធ្វើឲ្យគាត់មានអារម្មណ៍មួយថាខ្លួនគាត់គឺវាចម្លែកខុសគេអញ្ចឹងណាអានឹងគឺជាជំងឺវាគឺជាបញ្ហាដែលมันមានអីដែលយើងត្រូវយកមកលេងសើចតតែសោះអញ្ចឹងសូមខ្ញុំសូមចិត្តថាសូមកុំយករឿងនឹងមកលេងសើចជាពិសេសបើសិនជាក្មេងៗដែលគាត់មានបញ្ហារឿងផ្នែកសលៀងណានៅពេលដែលយើងធ្វើការលេងសើចហើយវាប៉ះពាល់ទៅដល់អារម្មណ៍កូនគាត់អាសូរទ្រូងម្ដាយទ្រូងឪពុកម្ដាយគេផងអញ្ចឹងសូមកុំលេងសើចណាខ្ញុំសុំហ្មងចំណុចហ្នឹង